បាទការលក់នៅក្នុងវិស័យការងារជាទូទៅបងប្អូនទាំងគ្នាតែងតែយល់ឃើញថាការលក់សំដៅទៅលើអ្នកនឹងធ្វើពាណិជ្ជកម្មអ្នកនឹងរកស៊ីលក់ដូរលក់ទំនិញលក់ផលិតផលលក់អីចឹងណាបើយើងមើលឃើញថាលក់អញ្ចឹងខ្ញុំចង់និយាយថាការលក់នេះយើងត្រូវ apply នៅក្នុងវិស័យការងារឬក៏យើងនិយាយថានៅក្នុងក្រុមហ៊ុនមួយតើយើងលក់ឬអត់ឧទាហរណ៍តែបងប្អូនទាំងគ្នានៅក្នុងអង្គប្រជុំមួយបាទនៅអង្គប្រជុំនោះយើងចង់មានគំនិតអីចូលរួមដើម្បីធ្វើឲ្យកម្មវិធីក្រុមហ៊ុនរបស់យើងនឹងមានគំនិតឬក៏មានអីរីកចម្រើនអញ្ចឹងយើងចង់បញ្ចូលនៅគំនិតរបស់យើងទៅក្នុងអង្គប្រជុំនោះដើម្បីអង្គភាពទទួលយកហើយយកទៅអនុវត្តអញ្ចឹងដើម្បីឲ្យគេទទួលយកគេយកគំនិតយើងទៅអនុវត្តទៅទីមទីយើងនឹងត្រូវចេះបាទទៅចេះលើគំនិតហ្នឹងទៅនិយាយទៅប្រាប់ទៅបង្ហាញហេតុផលបង្ហាញលក្ខខណ្ឌបង្ហាញពីគុណសម្បត្តិគុណវិបត្តិអីខ្លះដែលធ្វើឲ្យគំនិតរបស់យើងនឹងវាល្អទៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនយើងហ្នឹងអញ្ចឹងកាលណាបើសិនជាយើងអាចបញ្ចុះបញ្ចូលអាចរកវិធីសាស្ត្រនិយាយយ៉ាងណាឲ្យអង្គភាពទទួលស្គាល់គ្រប់គ្រងជឿហើយនឹងយកទៅអនុវត្តបានអានោះហើយគឺថាបងប្អូនទាំងគ្នាពូកែលក់ហើយអញ្ចឹងសរុបមកវិញជំនាញលក់គឺត្រូវបានប្រើច្រើនមែនទែនបងប្អូនណាបាទត្រូវបានប្រើច្រើនទៅសូម្បីក្នុងវិស័យការងារនៅក្នុងក្រុមហ៊ុនជាអ្នកជាបុគ្គលិកក៏ដោយក៏យើងត្រូវចេះជំនាញលក់ដែរបាទអញ្ចឹងអរគុណច្រើនអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ